ជំរាបសួរពុកម៉ែបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជួបជាមួយខ្ញុំបាទមេងហើយទីនេះគឺជា page ថ្មីរបស់ខ្ញុំផងដែរដែលខ្ញុំយកមកផុសនៅក្នុង account ផ្ទាល់តែម្ដងដោយសារបងប្អូនគាត់យល់ច្រឡំថាមួយណា page មួយណា account របស់ខ្ញុំអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូមួយខ្ញុំនិយាយពីបញ្ហាការប្រឡង Citizen របស់ប្រទេសអូស្ត្រាលីបងប្អូនតែងតែសួរខ្ញុំថាតើមាន website ណាឬក៏មានមេរៀនណាដែលបងប្អូនគួរតែរៀន practice ឬក៏ការយកចិត្តទុកដាក់នៅក្នុងការប្រឡងយកសញ្ជាតិរបស់ប្រទេសអូស្ត្រាលីហ្នឹងដើម្បីឲ្យជាប់បានល្អអញ្ចឹងទី1ខ្ញុំមកបង្ហាញបងប្អូនណាបងប្អូនគួរតែមានមុននឹងបងប្អូនទៅរៀនធ្វើតេស្តបងប្អូនគួរតែមានសភៅនេះមួយសភៅនេះគឺគេហៅថា citizenship book ហើយបងប្អូនអាច download នៅក្នុង Google ក៏បានហើយ download នៅតាមគេហៅថា website ផ្សេងៗក៏បានដែរគ្រាន់តែយើងទៅ set ដាក់ថា citizenship book ទៅគឺវាចេញហើយបងប្អូនចំពោះសភៅមួយនេះគឺមានអត្ថប្រយោជន៍មែនទែនបងប្អូនអាចមានគេហៅថាមាន part 1 part 2 part 3 part 4អីចឹងទៅហើយបន្ទាប់មកនៅពេលអាចុងក្រោយគេហ្នឹងគេមានសំណួរចំនួន20ហ្នឹងដើម្បីបងប្អូនរៀនធ្វើតេស្តហើយបងប្អូនកុំ focus ថាចំនួន20សំណួរហ្នឹងគឺពិតជាគេចេញនៅក្នុងការប្រឡងអញ្ចឹងអាហ្នឹងគឺបងប្អូនកាត់ជាកាត់ខុសហើយយើងគួរតែអានវាមួយហើយបើសិនជាបងប្អូនអត់យល់ទេបងប្អូនគួរតែជ្រើសរើសយកភាសាខ្មែរមួយទៀតគឺយើងអាចគេហៅថាយើងយក print ពីរច្បាប់តែម្ដងទៅជាភាសាអង់គ្លេសនិងភាសាខ្មែរហើយចំពោះភាសាអង់គ្លេសគឺយើងអានក្រោយគេហើយបន្ទាប់មកពេលដែលយើងអានចាប់ផ្ដើមអានភាសាខ្មែរនឹងចប់ហើយយើងយល់រៀងគ្រាន់បើហើយយើងមកមើលភាសាអង់គ្លេសម្ដងទៀតហើយយើងចាប់ផ្ដើម note ហើយនឹងបកប្រែតាមមួយទៅអានេះគឺជា experience មួយដែលខ្ញុំធ្លាប់មានបទពិសោធន៍អញ្ចឹងណាបងប្អូនហើយបន្ទាប់ពីយើងប្រឡងជាប់ហើយតើបងប្អូនគិតថាការយើងគួរតែពង្រើយកន្តើយមែនទេបន្ទាប់ពីយើងប្រឡងជាប់ហើយនៅប្រឡង citizen ណាមុននឹងយើងទទួលបាន passport Q បែបនេះណាយើងគួរតែគេហៅថាfocus ទៅលើ email របស់យើងពេលដែលយើងប្រឡងជាប់ហើយគេឲ្យយើងរងចាំចាប់ពី2ខែ3ខែ6ខែអីចឹងទៅតាម server នីមួយៗដែលបងប្អូនគិតថាការចាំយូរឬក៏ចាំលឿនអីចឹងទៅបើសិនជា server ខ្លះគេតម្រូវឲ្យដូចគេ enough ជាមួយដូចគេចំនួនគេគ្រប់ចំនួនគេគ្រប់ចំនួនក្នុងការទៅស្បត់ឬមួយក៏ធ្វើឲ្យគេហៅថា ceremony Australian ហ្នឹង citizenship ហ្នឹងអាហ្នឹងគេហៅទៅស្បត់ទៅអីហ្នឹងអាហ្នឹងគេហៅយើងលឿនជួនកាលអ្នកខ្លះគេធ្វើប្រឡងជាប់ភ្លាមពីអាទិត្យក្រោយមកគេអាចហៅយើងក៏បានដែរបើសិនជាគេខ្វះមនុស្សអញ្ចឹងណាអាហ្នឹងជាការ lucky របស់យើងដែរហើយចំពោះពេលដែលយើងធ្វើតេស្តនេះហើយទៀតអានេះខ្ញុំសូមបញ្ជាក់ទៀតពេលដែលយើងអានចប់ហើយអីហើយចាំបងប្អូនទៅរៀនធ្វើតេស្តនៅក្នុង app បើសិនជាបងប្អូនឬក៏អូនឬក៏បងមួយចំនួនដែលគាត់ចេះអង់គ្លេសស្រាប់ហើយគាត់គេហៅថាគាត់ទៅរៀនធ្វើតេស្តតែម្ដងអាហ្នឹងក៏បានដែរហើយចំពោះ website របស់អូស្ត្រាលីនេះបងប្អូនគឺមានគេហៅថាមានសៀវភៅផងមាន audio book ផងចំពោះ audio book ហ្នឹងគឺបកប្រែជាសំឡេងនៃការគេអានឲ្យយើងស្ដាប់ហើយយើងយកមកស្ដាប់ហើយយើងយកមក note មួយដូចខ្ញុំអត់សូវបកកែអានទេតែខ្ញុំបកកែស្ដាប់អញ្ចឹងខ្ញុំសុខចិត្តគេហៅថាយើងស្ដាប់ហើយយើង note វាមួយហើយយើងយកបកប្រែយើងនៅខាងក្រៅអញ្ចឹងទៅអាហ្នឹងជាបទពិសោធន៍ខ្ញុំផ្ទាល់ហើយចំពោះការប្រឡងទៀតផងដែរគេមានឲ្យយើងលក្ខណៈយើងចង់ដាក់ស្ដាប់ក៏បានមិនចង់ស្ដាប់គេហៅថាមិនចង់ស្ដាប់ក៏បានអាស្រ័យទៅលើយើងតែបើសិនជាយើងពូកែខាងស្ដាប់យើងចាប់យក sound អង់គ្លេសបានយើងអត់សូវចេះអង់គ្លេសក្នុងការអានទេយើងអាចយកការស្ដាប់ទៅអានោះក៏ជាបទពិសោធន៍មួយដែរដូចខ្ញុំយកការស្ដាប់ដោយសារខ្ញុំរៀងបកកែខាងស្ដាប់អញ្ចឹងខ្ញុំខាងស្ដាប់ទៅខ្ញុំរៀង note ហើយរៀងទុកហើយយើងស្ដាប់ផងយើងមើលផងអញ្ចឹងណាតើចម្លើយណាដែលយើងគួរត្រឹមត្រូវគួរតែយើងជ្រើសរើសអញ្ចឹងវីដេអូនេះវារៀងវែងបន្តិចហើយពួកឯងខ្ញុំធ្វើវីដេអូនេះវាច្រើនដងមកហើយក៏ខ្ញុំបានឲ្យជាគេហៅថាសំណួរដែលខ្ញុំមាននៅប្រហែលក៏ខ្ញុំធ្លាប់ upload ហើយអស់ផងដែរតែបើសិនជាបងប្អូនចង់ឲ្យខ្ញុំ upload នៅក្នុង account នេះទៀតសូមបងប្អូន comment នៅខាងក្រោមហើយខ្ញុំសង្ឃឹមថាបងប្អូនចូលចិត្តវីដេអូមួយនេះណាអរគុណ